បន្ទាប់ពីមេបងធំម្នាក់ត្រូវបានឡានបុកស្លាប់គាត់ក៏បានមកចាប់ជាតិក្នុងខ្លួនបរិសុទ្ធប្រមឹកម្នាក់ដោយចៃដន្យម្ចាស់ដើមរាងកាយនេះគិតតែពីផឹកស្រាមិនធ្វើការងារអីទេប៉ុន្តែបែរជាមានប្រពន្ធម្នាក់ដែលនៅក្មេងហើយស្អាតនៅពេលដែលគាត់ទើបតែដឹងសំឡេងស្រីម្នាក់ស្រែកឲ្យគេជួយចេញពីក្នុងបន្ទប់ដេកគាត់ក៏ប្រញាប់បើកទ្វារបន្ទប់រួចដើរទៅចាប់ពួកអោរបស់ពួកក្មេងទំនើងម្នាក់នោះហើយក៏ទះកំភ្លៀងវាពពមួយទំរឿងនេះធ្វើឲ្យប្រពន្ធរបស់គាត់មើលឡើងនៅក្នុងការចងចាំរបស់នាងមិនដែលខ្លាំងពូកែបែបនេះពីមុនមកទេពួកក្មេងទំនើងនោះខឹងសម្បាយ៉ាងខ្លាំងចង់ឲ្យគាត់ស្គាល់តែម្ដងប៉ុន្តែបែរជាត្រូវគាត់ចាប់ព្រៀបបានយ៉ាងងាយរួចក៏ទះកំភ្លៀងវាថែមមួយដៃទៀតធ្វើឲ្យវាដួលទៅលើបន្ទាប់ពីត្រូវគាត់វាមួយសុខក្មេងទំនើងនោះត្រូវវារហូតដល់ហើមមុខមាត់ហើយក៏សុំមេត្តាវាក៏ប្រញាប់វាចេញពីបន្ទប់ទាំងត្រដាប់ត្រដួសមុននឹងទៅវានៅតែញាក់មកគំរាមឲ្យគាត់ចាំមើលចុះពេលនោះប្រពន្ធរបស់គាត់ក៏ដើរចេញមកទាំងទឹកភ្នែកនាងមិននិយាយអ្វីទាំងអស់ហើយក៏ទះកំភ្លៀងគាត់មួយដៃតាមពិតទៅម្ចាស់រាងកាយមុននេះជំពាក់បំណុលល្បែងរហូតដល់ថ្នាក់ចង់លើប្រពន្ធឲ្យទៅអ្នកផ្សេងគាត់ក៏នឹកស្មានមិនដល់ដែរម្ចាស់រាងកាយដើមអាចធ្វើរឿងបែបនេះបានពេលនេះគាត់មានតែសញ្ញីជាមួយប្រពន្ធទៅថ្ងៃមុខរឿងបែបនេះនឹងមិនកើតឡើងទៀតទេតែរឿងថ្ងៃនេះបានធ្វើឲ្យប្រពន្ធរបស់គាត់អស់ការអត់ធ្មត់ហើយនាងបានអស់សង្ឃឹមលើប្តីរបស់នាងទាំងស្រុងប៉ុន្តែភ្លាមនោះពួកក្មេងទំនើងនោះក៏បាននាំមេរបស់វាត្រឡប់មកវិញគាត់មើលឃើញថាស្ថានភាពថ្ងៃនេះប្រហែលជាមិនចប់ដោយស្រួលទេដូច្នេះគាត់ក៏ប្រាប់ឲ្យប្រពន្ធចូលទៅក្នុងបន្ទប់ភ្លាមរួចក៏ទះកំភ្លៀងមេក្មេងទំនើងនោះមួយដៃយ៉ាងខ្លាំងពេលនេះគាត់មានតែប្រើកម្លាំងបាយដើម្បីដោះស្រាយបញ្ហាសិនដូចពីគេថាមនុស្សឆ្លាតមិនតាំងនឹងការខាត់បងចំដើម្បីកុំឲ្យឈឺសាច់ឈាមមកទៅទៀតវាទាំងពីរនាក់ក៏សម្រេចចិត្តលុបជង្គង់សុំទោសក៏លើកឈ្មោះអ្នកកាំងនៅពីក្រោយខ្នងមកគំរាមគឺបងភ្នែក3នៃសមាគមសាគាត់ចាំបានយ៉ាងច្បាស់ថាអាភ្នែក3នេះកាលពីជាតិមុនគ្រាន់តែជាអ្នកគ្រប់គ្រងក្លឹបម្នាក់នៅក្រោមបង្គាប់របស់នេះជាឱកាសល្អដែលគាត់អាចប្រើវាដើម្បីស៊ើបរកការពិតខ្លះអ្នកត្រឡប់ទៅប្រាប់អាភ្នែក3អីហ្នឹងទៅបើគាត់មិនចង់ឲ្យក្លឹបភូមិឆាវត្រូវគេដកទុនចេញទេឲ្យគាត់មកជួបខ្ញុំមកហាអីគេបន្ទាប់ពីពួកក្មេងស្ទាវទាំងនោះចេញទៅបាត់បរិសុទ្ធវ័យក្មេងរូបនោះក៏បានគូសទ្វារបន្ទប់គេងប៉ុន្តែពេលនេះប្រពន្ធរបស់គាត់មិនបានផ្ដល់ទឹកមុខល្អឲ្យគាត់ឡើយនាងថែមទាំងទាមទារលេងលេះជាមួយតែភ្លាមនោះម្ដាយរបស់គាត់ក៏បានទេមកតាមពិតទៅក្រុមម្នាក់នេះបានបង្ខំឲ្យពួកក្មេងឲ្យស៊ីញេខ្ចីលុយការប្រាក់ខ្ពស់ចំនួនឥឡូវនេះពួកអ្នកទីបំណុលបានមកដល់ផ្ទះបង្កចំនួនម្ដងទៀតនៅពេលដែលស្ត្រីជាប្រពន្ធរបស់នាងត្រូវបានគេវាយដល់ខាងទៀតថែមទាំងគំរាមថាក្នុងរយៈពេល10នាទីទៀតមិនមានលុយឲ្យទេពួកគេនឹងរើរបស់របរមានតម្លៃក្នុងផ្ទះចេញឲ្យអស់នឹកស្មានមិនដល់ថាពេលនេះបរិសុទ្ធវ័យក្មេងនោះបែរជាកាន់ប្រអប់មួយមកដល់យោងតាមច្បាប់ក្នុងសង្គម 9 សង្ដប់3រួមទាំងការប្រាក់សរុប 250,000 គឺនៅទីនេះទាំងអស់ប្រពន្ធរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថាតើគាត់បានលុយមកតាមពិតទៅនៅពេលដែលគាត់ដឹងដំណឹងភ្លាមគាត់ក៏បានទៅកន្លែងសម្ងាត់របស់គាត់កាលពីជាតិមុនក្នុងនាមជាបងធំដ៏មានអំណាចម្នាក់គាត់តែងតែមានវិធីសាស្ត្របំរុងសម្រាប់ស្ថានភាពអាសន្នមិននឹកស្មានថាជាតិកាលនេះបែរជាបានប្រាការមែនតែអ្នកណាទៅដឹងថាម្ខាងទៀតបែរជាមានចិត្តលោកខ្លួនមិនចេះណាប្រាប់អ្នកថាបំណុលនេះទូទាត់រួចហើយបងដងយើងមិនបានព្រមព្រៀងគ្នាថាខ្ចី9សង្ដប់3ទេអីខ្ញុំបានសង្ញាក់ 20,000 រួចហើយឈិនយ៉ាងក៏យកមក 24,000 ទៀតចុះវាមិនទូទាត់អស់ហើយទេអីគឺខ្ចី9សង្ដប់3មែនមិនខុសទេនេះជាច្បាប់ក្នុងសង្គមងឹតមិនអាចបំពេញបានទេតែខ្ចី9សង្ដប់3ដែលខ្ញុំនិយាយមិនមែនគិតជាខែទេគឺគិតជាថ្ងៃយកទេថ្ងៃដំបូងអ្នកយកលុយពីខ្ញុំ 20,000 ថ្ងៃទី2ត្រូវសង 25,000 ចុះថ្ងៃទី3អ្នកត្រូវប្រាប់វាទៅថាថ្ងៃទី3ត្រូវសងប៉ុន្មានអាចឆ្កែអញរៀនលេខជាមួយគូក្បាលជុកមែនទេឥឡូវនេះវាជិតកន្លះខែទៅហើយយ៉ាងហោចណាស់អ្នកត្រូវសងខ្ញុំយោងតាមច្បាប់របស់អ្នកគឺត្រូវសង 16 914 724 យន្តជួយម្រាយល្អណាស់អញប៉ុន្តែខ្ញុំជាមនុស្សមានចិត្តធម៌អ្នកមិនបាច់សងខ្ញុំច្រើនដល់ថ្នាក់នឹងទេឲ្យខ្ញុំតែ1លានគឺគ្រប់គ្រាន់ហើយអីគេ1លាននឹងអីបងវិញធ្វើបែបនេះមិនខុសច្បាប់ទេអីច្បាប់អីអ្នកខ្ចីលុយខ្ញុំតើអ្វីដែលខ្ញុំនិយាយគឺជាច្បាប់អាឡងងអ្នកមិនមែនអាចរកបាន 24,000 ទេអីក្នុងរយៈពេល1ម៉ោងយកលុយ1លានមកឲ្យខ្ញុំយើងនឹងទូទាត់គ្នាឲ្យចប់បើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យអ្នកវាខ្ញុំបងឡងកុំកម្រើកឲ្យសោះជឿទេថាខ្ញុំនឹងចាក់កាំបិតចូលក្បាលគាត់ឥឡូវនេះអូនខ្ញុំជាមនុស្សរបស់លោកសេញក្នុងសមាគមចេះណាហ៊ានប៉ះខ្ញុំអ្នកងាប់មិនខានមនុស្សរបស់សេញចេះខ្លាចដែរតើខ្ញុំចាំបានថាអាជីវកម្មចុងការប្រាក់របស់សមាគមចេះមិនមែនត្រូវបានផ្អាកតាំងពី2ឆ្នាំមុនទេអីរឿងច្រើនគូសំតានោះគ្រាន់តែជារឿងនៅខាងក្រៅប៉ុណ្ណោះមើលទៅរឿងលួចលាក់ធ្វើនៅខាងក្រៅក្នុងក៏មានមិនតិចដែរមិនចម្លែកទេដែលពេលខ្ញុំលុបបំបត្តិអាជីវកម្មប្រភេទទាំងនេះបែរជាមានការរារាំងខ្លាំងពីលើដល់ក្រោមបែបនេះមកពីវាប៉ះពាល់ដល់ផលប្រយោជន៍មនុស្សច្រើនពេកបងធំវាមិនមែនជារឿងលុយកាក់ទេអ្នកហ៊ានប៉ះខ្ញុំអីខ្ញុំនឹងសម្លាប់អ្នកទាំងគ្រួសារខ្ញុំក៏ចូលចិត្តសៀបការរបស់គាត់ដែរបើមានរឿងដល់ថ្នាក់ងាប់មនុស្សជីវិតអ្នកនឹងត្រូវរលាយអស់មកសម្លាប់ខ្ញុំមក
បើខ្ញុំងាប់អ្នកក៏ត្រូវងាប់ដែរបើអ្នកសម្លាប់ខ្ញុំសមាគម Shen មិនលើកលែងឲ្យអ្នកឡើយប្អូនប្រុសនាំពុកម៉ែចូលទៅក្នុងបន្ទប់សិនទៅជឿខ្ញុំទៅចុះអ្នកដឹងទេក្នុងជាតិកាលនេះទេបុករួមទាំងជាតិមុនផងតើអ្វីដែលខ្ញុំស្អប់បំផុតទៅឲ្យឆ្ងាយទៅមិនមែនរឿងខ្ញុំទេប្រាប់អ្នកចុះទី1ខ្ញុំស្អប់បំផុតគឺអ្នកដែលមកគំរាមខ្ញុំទី2គឺមនុស្សដែលអាក្រក់ហើយនៅតែចង់អួតទៀតអាសម្លាញ់ខ្ញុំជាមនុស្សរបស់លោកសេញនៃសមាគម Shen បើអ្នកប៉ះខ្ញុំគឺស្មើនឹងធ្វើស្ត្រូវជាមួយសមាគម Shen សូម្បីតែសេញក៏អ្នកតំណាងឲ្យមិនបានផងចង់មកតំណាងឲ្យសមាគម Shen ទៀតអីអាសម្លាញ់អ្នកនៅក្មេងណាស់អ្នកកុំដើរលើផ្លូវខុសបែបនេះអីអូអ្នកបងចុះការប្រាក់1 លាននោះខ្ញុំមិនយកទៀតទេយើងទូទាត់គ្នាឲ្យចប់ទៅមិញនេះអ្នកមិនបាននិយាយបែបនេះទេមកពីខ្ញុំមើលមិនស្គាល់ភ្នំថៃសានអ្នកពិតជាសាហាវមែនខ្ញុំសុំទៅសិនបានទេថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អទុកមុខឲ្យអ្នកចុះមិនចង់នៅផ្ទះទេឬលុយនៅផ្ទះបើប្រើពួកអាថោកទៀតនេះទៀតទៅឲ្យឆ្ងាយទៅឈប់សិនខ្ញុំក៏ជាមនុស្សគោរពច្បាប់ដែរយកលុយទៅជាមួយផងឈិនយ៉ាងតើលុយទាំងនេះអ្នកបានមកពីណាតើហានសិនបានមកពីណាប្រហែលជាទឹកខ្ចីលុយការទៀតហើយខ្ចីបុលគេមិនចេះចប់តើពេលណាទើបឈប់ឈិនយ៉ាងអ្នកចង់បង្ខំគ្រួសារយើងឲ្យស្លាប់មែនទេទើបអ្នកសប្បាយចិត្តមែនទេឈិនយ៉ាងអ្នកខ្ចីលុយការទៀតហើយមែនទេអត់ទេលើកមុនខ្ចីលុយការ100,000ហើយនឹងបំណុលលបែង80,000ទៀតអ្នកក៏មិនព្រមទទួលស្គាល់ដែរមែនទេមែនហើយបើអ្នកមិនយកជីងវ៉ាន់មកគំរាមពួកយើងបង្ខំឲ្យខ្ញុំលក់ឡានថែមទាំងយកលុយវះកាត់របស់គាត់មកទៀតដើម្បីយកមកសងបំណុលឲ្យអ្នកប្រហែលជាត្រូវគេវាយឲ្យពិការបាត់ទៅហើយបើលើកនេះអ្នកហ៊ានខ្ចីលុយការទៀតអ្នកពិតជាចង់សម្លាប់ពួកយើងហើយលុយនេះក៏យកចេញមកដែរឈិនយ៉ាវតើអ្នកពិតជាខ្ចីលុយការមែនទេមិនមែនទេមើលលុយទាំងនេះទៅតើបានមកពីណាទោះជាយ៉ាងណាវាជាលុយស្របច្បាប់ចុះអ្នកតើអាចចង់បានអ្វីមានរឿងអីនិយាយមកចុះបើអ្នកនៅមានលុយតើអ្នកអាចជួយចេញថ្លៃវះកាត់ឲ្យឪពុកខ្ញុំបានទេជំងឺបេះដូងរបស់គាត់មិនអាចបង្អង់យូរបានទៀតទេតើថ្លៃវះកាត់របស់គាត់នៅខ្វះប៉ុន្មានទៀតយ៉ាងហោចណាស់ក៏30,000ដែរប៉ុន្តែពេលនេះអ្នកបង្ខំម៉ាក់ខ្ញុំរហូតដល់សំបីតែ300ក៏គាត់រកមិនបានផងបានហើយរឿងថ្លៃវះកាត់ប៉ាខ្ញុំជាអ្នកដោះស្រាយតើអ្នកដោះស្រាយយ៉ាងម៉េចតើអ្នកយកអ្វីទៅដោះស្រាយអ្នកមានលុយទៅខ្ចីបូលការប្រាក់ខ្ពស់មែនទេចឹងយ៉ាងបើអ្នកហ៊ានខ្ចីលុយការប្រាក់ខ្ពស់ទៀតពួកយើងច្បាស់ជាសងមិនរួចទេថ្ងៃនេះមិនមែនទេនេះពិតជាមិនមែនលុយការប្រាក់ខ្ពស់ទេខ្ញុំក៏បំភ្លេចវាចុះបង្ហាញភស្តុតាងមកមើលអលភ័យទទួលបានប្រាក់20,000 យន់អីគេឥឡូវនេះអ្នកជួបខ្ញុំហើយឬនៅអ្នកតើអ្នកបានលុយច្រើនម្លេះមកពីណាយកនេះដុំទៅដូរមែនទេប៉ុន្តែរឿងដែលខ្ញុំជាយ៉ាវ Shen ខ្ញុំមិនដឹងពន្យល់អ្នកយ៉ាងម៉េចទេអ្នកមិនចេះប្រើទេអីអ្នកលែងជាមនុស្សអាបំរាមម្នាក់នោះទៀតហើយខ្ញុំបានរកបានការងារធ្វើនៅខាងក្រៅលុយទាំងនេះគឺជាប្រាក់ខែដែលបើកមុនបាទអ្នកមិនដែលធ្លាប់មានការងារត្រឹមត្រូវសោះតើការងារស្អីដែលឲ្យអ្នកបើកប្រាក់ខែមុនដល់ទៅ44,000អ្នកគិតថាពួកយើងជាមនុស្សល្ងងមែនទេនៅតែហ៊ានកុហកទៀតគឺខ្ញុំចុចនៅជ្រុងខាងឆ្វេងខាងក្រោមដើម្បីទស្សនាភាពពេញអ្នកនៅក្មេងណាស់កុំដើរលើផ្លូវខុសបែបនេះទៀតអីចុះរឿងការប្រាក់1 លាននោះខ្ញុំមិនយកទៀតទេពួកយើងទូទាត់គ្នាឲ្យចប់ទៅអ្នកម៉ាក់ខ្ញុំមិនបាននិយាយបែបហ្នឹងទេហេតុអីខ្ញុំមិនដែលល្អក្នុងភ្នែកអ្នកស្រែកមកខ្ញុំទៅហើយខ្ញុំទៅជាមួយអ្នកក៏បានថ្ងៃនេះខ្ញុំអារម្មណ៍ល្អទុកមុខឲ្យអ្នកចុះមិនចង់ឲ្យគ្រួសារលំបាកទេខ្ញុំនឹងឲ្យគេចាប់អ្នកទៅឲ្យឆ្ងាយទៅឈប់សិន
ខ្ញុំក៏ជាមនុស្សគោរពច្បាប់ទម្លាប់ដែរយកលុយទៅជាមួយផងចឹងយ៉ាងតើលុយទាំងនេះអ្នកបានមកពីណាកូនឲ្យបានមកពីណាទៅខ្ចីលុយការប្រាក់ខ្ពស់ទៀតហើយមែនទេខ្ចីកន្លែងនេះសងកន្លែងនោះតើពេលណាទៅចប់ចឹងយ៉ាងតើអ្នកចង់បង្ខំឲ្យពួកយើងស្លាប់មែនទេទើបអ្នកសប្បាយចិត្តមែនទេចឹងយ៉ាងអ្នកខ្ចីលុយការប្រាក់ខ្ពស់ទៀតហើយអត់ទេលើកមុនខ្ចីលុយការ100,000នោះហើយនឹងបំណុលលបែង80,000ទៀតអ្នកក៏មិនព្រមសារភាពដែរមែនទេមែនហើយបើអ្នកមិនយក King One មកគំរាមពួកយើងបង្ខំឲ្យខ្ញុំលក់ឡានថែមទាំងយកលុយវះកាត់របស់លោកប៉ាមកទៀតដើម្បីយកមកសងបំណុលឲ្យអ្នកប្រហែលជាត្រូវគេវិបាក់ដៃបាក់ជើងបាត់ហើយបើអ្នកហ៊ានខ្ចីលុយការប្រាក់ខ្ពស់ទៀតទោះអ្នកបង្ខំឲ្យពួកយើងស្លាប់ក៏គ្មានលុយឲ្យដែរឆិនយ៉ាងតើអ្នកពិតជាខ្ចីលុយការប្រាក់ខ្ពស់មែនទេបើមិនមែនទេចុះលុយអំបញ្ញមិញបានមកពីណាបានមកពីណាទៀតហើយចុះអ្នកតើអាចទេតើមានរឿងអីនិយាយមកចុះបើអ្នកនៅមានលុយទៀតតើអ្នកអាចយកលុយវះកាត់ឲ្យប៉ាខ្ញុំបានទេជំងឺបេះដូងរបស់គាត់មិនអាចបង្អង់យូរបានទេអ្នកម៉ាក់តើនៅខ្វះលុយវះកាត់ប៉ុន្មានទៀតយ៉ាងហោចណាស់ក៏30,000ដែរប៉ុន្តែពេលនេះពួកយើងត្រូវបានអ្នកបង្ខំរហូតដល់សូម្បីតែ300ក៏រកមិនបានផងបានហើយរឿងថ្លៃវះកាត់ខ្ញុំជាអ្នកដោះស្រាយតើអ្នកដោះស្រាយយ៉ាងម៉េចតើអ្នកយកអ្វីមកដោះស្រាយអ្នកចង់ទៅខ្ចីលុយការប្រាក់ខ្ពស់ទៀតមែនទេសិនយ៉ាងបើអ្នកហ៊ានខ្ចីលុយការប្រាក់ខ្ពស់ទៀតខ្ញុំពិតជាសងជំនួសអ្នកមិនរួចទៀតទេវាមិនមែនទេនេះពិតជាមិនមែនលុយការប្រាក់ខ្ពស់ទេខ្ញុំរៀបចំរួចរាល់ហើយអលភ័យទទួលបានប្រាក់200,000 យន់ស្អីគេឥឡូវនេះអ្នកជួបខ្ញុំហើយឬនៅតើអ្នកបានលុយច្រើនម្លេះមកពីណាយកកម្លាំងបដូរយកលុយនឹងណាអូគឺជារឿងរបស់ចៅសានហឺខ្ញុំមិនដឹងពន្យល់អ្នកយ៉ាងម៉េចទេអូមិនមែនទេអ្នកលែងជាមនុស្សអាបម្រើដូចមុនទៀតហើយខ្ញុំបានរកការងារធ្វើនៅខាងក្រៅលុយទាំងនេះគឺជាប្រាក់ខែដែលខ្ញុំបើកមុនអ្នកមិនដែលធ្លាប់មានការងារត្រឹមត្រូវសោះតើការងារស្អីដែលអាចឲ្យអ្នកបើកប្រាក់ខែមុនដល់ទៅ44,000អ្នកគិតថាពួកយើងជាមនុស្សល្ងងមែនទេនៅតែហ៊ានកុហកទៀតគឺខ្ញុំជាអ្នកឲ្យគាត់បើកប្រាក់ខែមុនគាត់មិនបានកុហកទេគឺខ្ញុំជាអ្នកឲ្យគាត់បើកមុនលោកស្រីស៊ូនៃក្រុមហ៊ុនសានហឺគឺខ្ញុំមកពីក្រុមហ៊ុនសានហឺសំដៅលើក្រុមហ៊ុនសានហឺលំដាប់5មួយមែនទេពិតប្រាកដ 100% សូមណែនាំខ្លួនបន្តិចខ្ញុំជាអនុប្រធានក្រុមហ៊ុនសានហឺស៊ូមីងឆិនយ៉ាងលោកស្រីស៊ូតើឆិនយ៉ាងទៅធ្វើការនៅក្រុមហ៊ុនសានហឺមែនឬពិតមែនហើយខ្ញុំមិនមែនកំពុងយកសត្វទេដឹងសិនយ៉ាងតើអ្នកកែខ្លួនតាំងពីពេលណាបានជាខ្លាចជាមនុស្សមានអនាគតបែបនេះអូយអ្នកធ្វើឲ្យគាត់ឈឺហើយអ្នកធ្វើស្អីហ្នឹងខ្ញុំពិតជាមិនមែនយកសត្វមែនទេខ្ញុំខ្លាចឈឺទៅខ្ញុំខ្ទេចអ្នកបើអ្នកឈឺបានន័យថាជាការពិតហើយទៅខ្ទេចខ្លួនឯងទៅបែបនេះមិនមែនខ្ញុំទេនិយាយមកតើនរណាបញ្ជូនអ្នកមកតើអ្នកមានទំនាក់ទំនងអ្វីជាមួយបងសានហឺអាឡូតើអ្នកជានរណាហេតុអ្វីបានជាប្រើលេខនេះតាក់ទងមកខ្ញុំចៅឈីនិយាយយ៉ាងម៉េចដែរអ្នកគឺជាមនុស្សម្នាក់គត់ដែលគាត់អាចតាក់ទងបានប្រសិនបើគាត់មិនមែនតើគឺជាអ្នកណាឲ្យប្រាកដខ្ញុំគឺសៀវចិនអ្នកមករកខ្ញុំគង់តែនឹងបានដឹងការពិតមិនខានមែនហើយប្រសិនបើអ្នកជួបគ្រួសារខ្ញុំសូមប្រាប់ពួកគេថាខ្ញុំនៅម្នាក់ឯងអ្នកអាចយល់បានថាឥឡូវនេះខ្ញុំគឺជាអ្នកតំណាងរបស់ចៅសានហឺបងសានហឺបានស្លាប់បាត់ទៅហើយចង់បបលុយគេមិនមើលព័ត៌មានមុនទេអី
ឬមួយក៏មើលនេះទៅប្រសិនបើខ្ញុំនិយាយថាចៅសានហឺមិនទាន់ស្លាប់តើអ្នកជឿទេខ្ញុំបានឃើញសាកសពរបស់បងសានហឺហើយអ្នកហ៊ាននិយាយរឿងទាំងនេះផងមែនទេមិនខ្លាចខ្ញុំសម្លាប់គ្រួសារអ្នកទាំងអស់ទេអីមិនខ្លាចទេព្រោះអ្នកក៏ដឹងថាខ្ញុំមិនបានបោកប្រាស់អ្នកដែរម្យ៉ាងវិញទៀតទោះបីជាអ្នកមិនទុកចិត្តខ្ញុំក៏ដោយតែអ្នកគួរតែជឿចៅសានហឺមែនទេពិតជាសំណេរដៃរបស់បងសានហឺមែនហើយនឹងឈ្មោះសៀវហ្វានេះទៀតក៏ជាឈ្មោះដែលខ្ញុំនិងបងសានហឺធ្លាប់ហៅគ្នាកាលនៅមណ្ឌលកុមារកំព្រាជាអសររបស់លោកនាយកចាស់គាត់បានស្លាប់បាត់ទៅហើយរឿងនេះមានតែគាត់ទេដែលដឹងកាលនៅមណ្ឌលកុមារកំព្រាកាលអ្នកអាយុ8ឆ្នាំអ្នកនៅតែនំដាក់កំរាលពុកគឺចៅសានហឺដែលលួចបោកកំរាលពុកឲ្យអ្នកដើម្បីកុំឲ្យក្មេងដទៃទៀតដឹងនិងសាច់ចំអកឲ្យអ្នកមិននឹកស្មានថាអ្នកដឹងរឿងនេះសោះកាលអ្នកអាយុ11ឆ្នាំអ្នកមានរដូវជាលើកដំបូងក៏ជាចៅសានហឺដែរដែលលួចសម្លេងអនាម័យរបស់លោកនាយកហើយបង្រៀនអ្នកពីរបៀបប្រើវាដោយផ្ទាល់ដៃសូម្បីតែរឿងនេះក៏អ្នកដឹងដែររឿងឯកជនទាំងនេះមានតែខ្ញុំនិងបងសានហឺប៉ុណ្ណោះដែលដឹងតើបងសានហឺជាអ្នកប្រាប់មែនទេតើអ្នកគឺជាអ្នកណាឲ្យប្រកាសខ្ញុំប្រាប់ហើយថាខ្ញុំគឺជាអ្នកតំណាងរបស់ចៅសានហឺអ្នកចង់មានន័យថាបងសានហឺមិនទាន់ស្លាប់ហើយសាកសពនោះមិនមែនជាគាត់មែនទេចុះឲ្យលើគាត់នៅណាសុំទោសខ្ញុំពិតជាសប្បាយចិត្តណាស់ខ្ញុំឲ្យពេលអ្នក3វិនាទីបើអ្នកមិនប្រាប់ពីកន្លែងដែលបងសានហឺនៅទេទោះបីជាត្រូវវាអ្នកឲ្យស្លាប់នៅថ្ងៃនេះក៏ខ្ញុំមិនស្ដាយក្រោយដែរ3 2នៅចំពោះមុខសេចក្តីស្លាប់អ្នកពិតជាមិនកុហកមែននិយាយមកតើបងសានហឺឲ្យអ្នកមកធ្វើអ្វីគ្រោះថ្នាក់របស់ចៅសានហឺគឺជាការរៀបចំរបស់មនុស្សនៃខ្លងនៅពីក្រោយរឿងនេះគឺជាអាយុនឹងលឺរួតធុក្រៅពីនេះទៀតក៏មានចាស់ទុំខ្លះក្នុងក្រុមហ៊ុនចូលរួមដែរក្នុងការរៀបចំផែនការត្រូវការឲ្យអ្នកទៅស៊ើបអង្កេតបន្ទាប់ពីយ៉ាវឆេងជួបគ្រោះថ្នាក់តើអ្នកណាខ្លះដែលស្និទ្ធស្នាលជាមួយជាអាយុនឹងលឺរួតធុខ្ញុំរងចាំលទ្ធផលស៊ើបអង្កេតរបស់អ្នកចាំបន្តិចសិនគាត់នឹងត្រឡប់មកវិញអាឡូឆេនយេងជំងឺបេះដូងឪពុកខ្ញុំរើឡើងភ្លាមពួកយើងកំពុងប្រញាប់ទៅមន្ទីរពេទ្យហើយបាទខ្ញុំនឹងត្រឡប់ទៅវិញភ្លាមតាមពិតទៅលោកប្រធានឈូតើអាចជួយតាក់ទងទៅគ្រូពេទ្យសំកៃវិញនៅមន្ទីរពេទ្យជាងបានទេមិនក៏ជំងឺបេះដូងពុកក្មេងខ្ញុំរើឡើងវិញអញ្ចឹងខ្ញុំគិតថាពេញមួយក្រុងជាងនេះប្រហែលជាគ្មានអ្នកណាដែលវះកាត់បេះដូងបានល្អជាងគ្រូពេទ្យសោះឡើយសូម្បីតែបងឈែនក៏អ្នកអាចតាក់ទងបានដែរនៅតែជឿជាក់លើមនុស្សម្នាក់នឹងទៀតខ្ញុំនឹងឲ្យលេខទូរស័ព្ទគាត់ទៅអ្នករួចសឹមទេទៅគាត់ទៅមន្ទីរពេទ្យផ្ទាល់តែម្ដងមិនបានទេស្ថានភាពមិនសូវល្អទេចាំបាច់ត្រូវតែវះកាត់តែមន្ទីរពេទ្យអត់មានក្រែទំនេរទេយ៉ាងហោចណាស់ក៏7ថ្ងៃទៀតដែរទើបមានក្រែអាចគ្រប់គ្រងបានទេលោកគ្រូពេទ្យឆៅអាចជួយពន្លឿនពេលបន្តិចបានទេទោះបីជាត្រូវសម្រាប់នៅតាមក៏ពួកយើងព្រមដែរមិនមែនថាខ្ញុំរៀបចំឲ្យមិនបានទេតែហេតុអ្វីខ្ញុំត្រូវជួយអ្នកលោកគ្រូពេទ្យឆៅកុំនិយាយអីអ្នកកាន់តែនិយាយខ្ញុំកាន់តែមិនសប្បាយចិត្តចាំដល់សប្តាហ៍ក្រោយទៅចៅយានតើសិលធរជាគ្រូពេទ្យរបស់អ្នកណែណាគ្រាន់តែរឿងតាមស្រឡាញ់ខេងវ៉ាន់មិនបានអ្នកក៏មកសងសឹកពួកយើងមែនទេកុំនិយាយផ្ដេសផ្ដាសខ្ញុំធ្វើការទៅតាមច្បាប់វិន័យត្រឹមត្រូវនេះអ្នកច្បាស់ជាមានចិត្តអ្នកសងសឹកហើយបើអញ្ចឹងទៅប្តឹងខ្ញុំទៅពុកម៉ែតោះខ្ញុំនាំទៅរកគ្រូពេទ្យផ្សេងឈូខេងហួរជំងឺបេះដូងឪពុកអ្នកមានតែខ្ញុំម្នាក់ដែលឲ្យវះកាត់ឲ្យគាត់ដោយជោគជ័យដល់ទៅ 70% ចំណែកអ្នកផ្សេងទៀតប្រហែលបានត្រឹមតែ 30 ឬ 40% ប៉ុណ្ណោះ
ตาเนี่ยจ้องบ้านเอาไว้เอาประกอบខ្ញុំមិនចង់បានអ្វីឡើយគ្រាន់តែនឹកឃើញការនោះខ្ញុំតាមស្រឡាញ់អ្នកតែអ្នកមិនព្រមបែរជាចង់ទៅរៀបការជាមួយអាបោកប្រាស់ម្នាក់នោះទៅវិញបើខ្លាំងទៅអង្វរវាទៅកុំមកអង្វរខ្ញុំពិតមែនហើយមិនបាច់អង្វរគាត់ទេអូននិយាយដាំភ្លាមមកដល់ភ្លាមហ្មងសិនយ៉ាងនិយាយថាអ្នកខ្ចីលុយគេការប្រាក់ខ្ពស់សងមិនរួចមែនទេកំពុងតែរត់គេចពីបំណុលមែនចឹងមិនក៏ឥឡូវហ៊ានចេញមុខមកវិញមិនបាច់ឲ្យអ្នកមកបារម្ភជំនួសខ្ញុំទេលោកគ្រូពេទ្យជួខ្ញុំដឹងថាអ្នកគឺជាអ្នកជំនាញខាងផ្នែកនេះហើយមានចំណេះដឹងខ្ពង់ខ្ពស់ណាស់និយាយមកតើត្រូវឲ្យខ្ញុំធ្វើអ្វីទើបអ្នកព្រមព្យាបាលឪពុកខ្ញុំតែសិនបើខ្ញុំនឹកឃើញរឿងដែលខ្ញុំតាមស្រឡាញ់អ្នកកាលនោះហើយត្រូវបានអ្នកបដិសេធម្ដងហើយម្ដងទៀតក្នុងចិត្តខ្ញុំវាមិនស្រណុកតតែសោះតើអ្នកចង់បានអ្វីឲ្យប្រាកដនិយាយត្រង់មកតើអ្នកចង់យ៉ាងម៉េចអ្នកមិនគិតថាខ្ញុំនៅមានចិត្តលើអ្នកទៀតទេមែនទេមែនហើយមុនពេលរៀបការខ្ញុំពិតជាមានចិត្តលើអ្នកមែនតែអ្នកបែរជាទៅការជាមួយអាបោកប្រាស់ម្នាក់នេះមិនដឹងថាជីវិតឯកជនរបស់អ្នកវឹកវរប៉ុណ្ណាទេខ្លាចតែអ្នកឆ្លងជំងឺអីទេខ្ញុំខ្ទន់ណាស់ឯងវាខ្ញុំវាឯងនឹងហើយមានបញ្ហាអីអញហ៊ានទេកំភ្លៀងខ្ញុំផងថែមទាំងធាក់ខ្ញុំមួយជើងទៀតហើយធ្វើឲ្យម្រាមដៃខ្ញុំបាក់មួយទៀតគ្មានអ្នកណាជួយបានទេអញ្ចឹងចាំតែស្លាប់ទៅនៅទីក្រុងជាងឆឹងនេះគ្មាននរណាម្នាក់ហ៊ានវះកាត់ឲ្យគាត់ឡើយនរណាគេចង់អង្វរអ្នកឲ្យមកវះកាត់ឲ្យនោះតែលោកប៉ាគាត់កុំបារម្ភអីប្រពន្ធសម្លាញ់តាមផ្លូវមកទីនេះខ្ញុំបានតាក់ទងទៅលោកសុងគុយហ្វាងអនុប្រធានមន្ទីរពេទ្យរួចហើយលោកប្រធានសុងទើបជាអ្នកជំនាញពិតប្រាកដខាងវះកាត់ចំណែកជួយាននេះសំបីតែកាន់ស្បែកជើងឲ្យគាត់ក៏មិនសមផងអនុប្រធានសុងខ្ញុំទទួលស្គាល់ថាគាត់ពិតជាពូកែជាងខ្ញុំមែនបើគាត់ជាអ្នកចេញមុខអត្រាជោគជ័យពិតជាអាចដល់ទៅ 90% មែនតែអនុប្រធានមន្ទីរពេទ្យសុងជាមនុស្សបែបណាអ្នកមិនមែនគិតបែបក្មេងខ្ចីថាអ្នកអាចដណ្ដើមគាត់បានទេមែនទេតើអ្នកពិតជាស្គាល់អនុប្រធានសុងមែនទេបើគាត់ស្គាល់អនុប្រធានសុងមែននោះចុះអ្នកមករកខ្ញុំឲ្យមើលជំងឺធ្វើអីទៀតចង់សាកជាមួយខ្ញុំមែនទេមើលមកខ្ញុំនេះជាបរិសុទ្ធដែលអ្នកជ្រើសរើសមែនទេនិយាយតែរឿងភូតភពពេញមាត់មិនដឹងប្រដៅយ៉ាងម៉េចទេចង់យកវាទៅតាមខ្លួនរហូតមែនទេបិទមាត់ទៅអ្នកអាឡូអនុប្រធានសុងបាទខ្ញុំគឺសិនយ៉ាងឥឡូវខ្ញុំនៅមន្ទីរពេទ្យរបស់